បាទសួស្តីបងប្អូនទាំងអស់គ្នាហ្នឹងហើយហើយវេលាឆ្មានេះគឺពីព្រឹកម៉ោង5ពីអ្នកប្រពន្ធបាននាំគ្នាងើបមកស្រោចទឹកដំណាំហ្នឹងហើយជក្រីនេះបងប្អូនជក្រីចាប់ដើមដុះហើយត្រូវទៅភ្លៀងល្ងាចមិញមកមេហើយនឹងមកដេងក៏ចាប់ដើមដុះដែរហ្នឹងហើយមរះព្រៅក៏ចាប់ដើមដុះដែរបងប្អូនហ្នឹងគឺទៅដុះទៅស្អាតតែម្ដងគឺថាល្អហ្នឹងហើយរបៀបដាំដំណាំយើងមិនបាច់យើងមិនបាច់ប្រើវិធីឲ្យច្រើនពេកទេបងប្អូនគ្រាន់តែយើងដាំលក្ខណៈបច្ចេកទេសធម្មជាតិហ្នឹងហើយវានឹងដុះល្អបាទពីនេះក៏លហុងដែរបងប្អូនហ្នឹងហើយដាំបានមួយដើមហ្នឹងហើយជាមួយនឹងក្រូចបានមួយដើមដែរបាទអញ្ចឹងវាចាប់ដើមដុះហើយបងប្អូនចាប់ដើមបានផលបណ្ដាហើយចំពោះការដាំដំណាំនេះបាទពីអ្នកប្រេពលខ្ញុំអត់មានបទពិសោធន៍អីទេគ្រាន់តែថាយើងដាំតាមលក្ខណៈបច្ចេកទេសធម្មជាតិណាបងប្អូនហ្នឹងហើយឥឡូវនេះយើងចាប់ដើមមកមើលតកួនយើងតកួននេះគឺដាំបាន2យប់3ថ្ងៃហ្នឹងនេះអញ្ចឹងវាត្រូវទឹកភ្លៀងល្ងាចមិញប្រហែលជាបែកមាត់ចាបហ្នឹងមើលទៅបាទហើយដីនេះគឺដីនិយាយរួមទៅប្រាប់បងប្អូនថាដីចង់ដាំល្អទាល់តែដីយើងចេះធ្វើដីបងប្អូនហ្នឹងដីលំបាក់ទលេដីទលេហ្នឹងយកវាមកដាំធានាថាល្អហ្មងណាចំពោះតឡាចនេះក៏ចឹងដែរបងប្អូនកាលដែលខ្ញុំថតឲ្យបងប្អូនមើលរឿងមុនកាលពី2ថ្ងៃមុនគឺទូចទេបងប្អូនវាដុះអត់សូវល្អទេដល់ពេលដែលវាត្រូវទឹកភ្លៀងបានមកមីយើងព្យាយាមស្រោចទឹកវាគឺល្អបងប្អូននេះបានប៉ុណ្ណេះហើយមកដើមនេះអញ្ចឹងបងប្អូនវាចាប់ដើមល្អហើយប្រហែលជា2-3ថ្ងៃទៀតគឺវាឡើងរងបងប្អូនខ្ញុំនឹងមិនបាច់ធ្វើរងអីទេបាទគឺយើងមានលបងឲ្យស្រេចហ្នឹងហើយអញ្ចឹងទុកឲ្យវាឡើងបាទចំពោះតឡាចគឺខ្ញុំដាំចំនួន3គុំនេះគឺជាការដាំសាលបងរបស់ខ្ញុំឯណាបងប្អូនហ្នឹងហើយបងប្អូនចូលមើលវីដេអូនេះហើយសូមជួយ like ជួយ comment ផងបងប្អូនហ្នឹងហើយដើម្បីឲ្យបានថវិកាបន្តិចបន្តួចយកមកដាំដំណាំបន្ថែមទៀតហើយបងប្អូន comment គ្រាន់តែ comment ចូលវីដេអូខ្ញុំនឹងចូលទៅលេងបងប្អូនវិញហ្នឹងហើយក៏សូមអរគុណដល់បងប្អូនបាទអានេះក្រូចវាត្រូវតែភ្លៀងមួយថ្ងៃបងប្អូនឥឡូវវាចាប់ដើមដុះល្អបងប្អូនល្អហើយស្លឹកក្រូចសាយបងប្អូនដាំបានមួយដើមដែរបងប្អូនណានេះបាទហើយអរគុណណាស់បងប្អូនដែលបានចូលទស្សនាវីដេអូបងប្អូន